ហើយខ្ញុំទទួលបានអាហារូបករណ៍មកសិក្សានៅក្រៅប្រទេសនៅប្រទេសអូស្ត្រាលីនេះវាមិនមែនជាអ្វីដែលខ្ញុំធ្វើឡើងដោយម្នាក់ឯងនោះទេហើយកត្តាជំរុញខ្ញុំដែលធំជាងគេបង្អស់គឺឪពុកម្ដាយរបស់ខ្ញុំគាត់ជំរុញខ្ញុំតាំងពីដើមមកមិនមែនតែត្រឹមតែថវិកាណាទាំងការរៀបចំផែនការសិក្សារបស់ខ្ញុំគាត់ជំរុញលើកទឹកចិត្តខ្ញុំជួនកាលក៏បង្ខំខ្ញុំមករៀននេះធ្វើនោះក៏ប៉ុន្តែគាត់បានគិតឲ្យខ្ញុំមកថាធ្វើអាហ្នឹងមិនល្អចំពោះថ្ងៃអនាគតហើយគាត់ដឹងដែរថាគោលដៅរបស់ខ្ញុំចង់មករៀនក្រៅប្រទេសវាកើតចេញពីខ្លួនខ្ញុំផ្ទាល់ពីខាងក្នុងខ្លួនខ្ញុំផ្ទាល់អ្វីខ្ញុំចង់បានហើយក៏វាកើតឡើងដោយសារតែការជ្រោមជ្រែងតម្រង់ទិសពីឪពុកម្ដាយរបស់ខ្ញុំប៉ាម៉ាក់របស់ខ្ញុំគ្រួសារខ្ញុំគាត់ឲ្យតម្លៃទៅលើការសិក្សាខ្លាំងមែនទែនតាំងពីខ្ញុំនៅទូចមកគាត់តែងតែជំរុញលើកទឹកចិត្តខ្ញុំឲ្យខិតខំរៀនសូត្រហើយគាត់រៀបចំផែនការគិតឲ្យខ្ញុំថាធ្វើនេះល្អធ្វើនោះល្អដាក់ខ្ញុំទៅរៀននេះអត់សិននិយាយទៅឲ្យតែខ្ញុំនិយាយពាក់ព័ន្ធមួយការសិក្សាគឺគាត់អត់ដែរជំទាស់ខ្ញុំទេឧទាហរណ៍មួយកាលខ្ញុំនៅទូចខ្ទង់ចប់ថ្នាក់ទី9ភ្លាមចូលថ្នាក់ទី10ខ្ញុំចាប់ដើមគិតខ្លាំងមែនទែនថាចង់ទៅរៀនក្រៅប្រទេសអញ្ចឹងខ្ញុំគិតខ្លួនឯងខ្ញុំឃើញមិត្តភក្តិខ្ញុំគេរៀនថ្នាក់បំពន់ភាសាអង់គ្លេសរបៀបជាប្រព័ន្ធអប់រំអាមេរិកកាំងអីចឹងដល់ហើយកាលហ្នឹងខ្ញុំវាអត់មានពេលច្រើនប៉ុន្មានទេដោយសារយើងដឹងហើយនៅខ្មែរយើងរៀនគួរឲ្យច្រើនខ្ញុំស្រេចចិត្តទៅដល់ខ្ញុំស្រេចចិត្តគឺអត់ទៅរៀនគួរថ្នាក់រូបវិទ្យាខ្មែរអីគណិតវិទ្យាអីអត់ទេខ្ញុំយកពេលវេលាហ្នឹងខ្ញុំគណនាលុយហើយខ្ញុំប្រាប់ប៉ាម៉ាក់របស់ខ្ញុំថាខ្ញុំចង់ចំណាយពេលជាមួយនឹងថវិកាទៅលើការសិក្សារបៀបរៀនជាភាសាអង់គ្លេសវិញ American Curriculum កាលហ្នឹងចឹងខ្ញុំបោះបង់ចោលគួរទាំងអស់ខ្ញុំប្រាប់គាត់ថាខ្ញុំនឹងខំរៀនថ្នាក់ហើយនឹងអានសៀវភៅពុំឲ្យខ្លួនឯងចឹងខ្ញុំបោះបង់ចោលទៅហើយគាត់ក៏យល់ព្រមគាត់អត់មានចំទាស់អីទេគាត់ខ្ញុំវិភាគហ្នឹងហើយខ្ញុំប្រាប់គាត់ហើយគាត់ក៏ជំរុញដែរហើយគាត់វិភាគឲ្យខ្ញុំដែរហើយគិតថាល្អទាំងអស់គ្នាហើយខ្ញុំបានទៅនឹងទៅអញ្ចឹងខ្ញុំគិតថាល្អអ្នកជួយ comment មកបងស្រីម្នាក់នេះកូនគាត់ទៅប្រយុទ្ធ12ឆ្នាំដែរតែគាត់គិតគូចាត់ចែងឲ្យកូនគាត់ចង់ឲ្យកូនគាត់ទៅរៀននៅក្រៅប្រទេសហើយថ្ងៃមុខមិនដឹងមិនទេប៉ុន្តែដោយសារតែគាត់មានគោលដៅអញ្ចឹងខ្ញុំគិតថាវាល្អសម្រាប់កូនគាត់ថ្ងៃអនាគតដោយសារតែការសម្រេចចិត្តមួយគឺបដោតទៅលើគោលដៅមួយហ្នឹងបើយើងអត់មានគោលដៅយើងធ្វើអ្វីមួយហ្នឹងទៅវាអាចងាកទៅឆ្វេងទៅស្ដាំវាអត់មានខ្សែត្រង់នេះគាត់មានគោលដៅមួយហ្នឹងអញ្ចឹងការសម្រេចចិត្តអីផ្សេងពីថ្ងៃនេះទៅដល់4-5ឆ្នាំ4-10ឆ្នាំទៅមុខទៀតគឺមានគោលដៅនឹងនៅក្នុងការគិតរបស់គាត់ជាមួយនឹងកូនគាត់